នេះនឹងថ្លាថ្លែងស្ដែងអំពីប្តីប្រពន្ធមកគូដែលបានធ្វើដំណើរតាំងពីដងស្ទឹងស្រែខ្លងផ្លូវជាតិលេខ4ខេត្តកំពង់ស្ពឺតាមម៉ូតូកញ្ចាស់របស់គាត់មកជួបក្រុមគ្រូពេទ្យរបស់យើងនៅភ្នំពេញប្រវត្តិស្នេហាគាត់ទាំងពីរដំបូងឡើយស្រឡាញ់គ្នាតាមទូរស័ព្ទអត់ដែលឃើញមុខទល់តែសោះខាងប្រុសអ្នកព្រៃវែងស្រុកបាភ្នំប្រពន្ធអ្នកស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺក្រោយពីផ្ដោះផ្ដងវិចារស្នេហាអូនបងតាមទូរស័ព្ទមួយរយៈប្រហែលខែមកខាងប្រុសក៏ដាច់ចិត្តជិះម៉ូតូតាំងពីស្រុកបាភ្នំខេត្តព្រៃវែងទៅជួបសង្សារនៅឯស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺក្រោយពីបានជួបភ័ក្រក៏កាន់តែជំពាក់ស្នេហ៍ខ្លាំងទៅមកវិញចំអុកឪពុកម្ដាយហើយយីម៉ែពុកដាច់ខាតត្រូវតែដណ្ដឹងនាងនួនស្ងួនស្រីមកធ្វើជាប្រពន្ធឲ្យទាល់តែបានលុះរៀបការបាន4ឆ្នាំក៏បានកើតកូនប្រុសមួយដាក់ឈ្មោះអាចម្រើនស្រាប់តែថ្ងៃមួយនោះអាចម្រើនវាយកដុំគ្រោះដាក់ចូលទៅជារបស់ពុកវាពុកក៏ភ័យផងខឹងផងតែមិនដឹងធ្វើម៉េចព្រោះកូនវាតូចពេកចង់វាយក៏វាយមិនកើតចង់ស្ដីឲ្យក៏មិនដឹងថាស្ដីថាយ៉ាងម៉េចទីបំផុតក៏សម្រេចចិត្តនាំគ្នាទាំងពីអ្នកប្តីប្រពន្ធស្កាត់ជួបក្រុមគ្រូពេទ្យដែលគាត់ធ្លាប់តែទស្សនាតាមកញ្ចក់ទូរស័ព្ទ iPhone 17 Pro Max របស់គាត់ដែលទើបតែទិញចំណាយពេលអស់រយៈពេលប្រហែលជាជាង4ម៉ោងទើបមកដល់ផ្ទះគ្រូពេទ្យនៅបរិយាអុកគិលេពូចន្ទងជិតវត្តតាំងកសាំងមកជួបគ្រូពេទ្យទាញមកខ្វាច់រហូតបោកភ្លុតតែម្ដងចំណែកឯម៉ែចម្រើនក្រោយពីឃើញទម្រង់ការនិងម៉ាស៊ីនអង់ដូស្កូបរបស់គ្រូពេទ្យវាទំនងពេកក៏ដាច់ចិត្តសុំគ្រូពេទ្យមើលដែរណាមួយខ្លួនឯងដូចជាហឹងណែនៅក្នុងតិចហាក់ដូចជារមាស់ម្ដងម្កាលថ្ងៃមួយថ្ងៃត្បាល់តែត្រចៀកឡើងហុយផ្សែងពេញត្រចៀកតែម្ដងជួនកាលបាច់ការភ្លើងព្រាកក៏មានក្រោយពីដាក់អង់ដូស្កូបចូលទៅយើងឃើញថាមានអាចត្រចៀកណែនក្តាំងពេញនៅក្នុងរន្ធត្រចៀកហើយមានផ្សិតសបន្តិចដែរដុះនៅក្នុងជញ្ជាំងរន្ធត្រចៀករបស់គាត់មិនបងអង្គយូមិនបន្ធូរដៃមិនសំចៃពេលវេលាក្រុមគ្រូពេទ្យរបស់យើងក៏បានបន្តសូលីសុំម្យ៉ាងដើម្បីទៅឲ្យអាចត្រចៀកនោះវាជ្រាយហើយយើងក៏ធ្វើការបាញ់លាងជាមួយនឹងសេរ៉ូមប្រៃការពេទ្យគោលបំណងដំបូងនេះគឺនាំប្តីមកមើលត្រចៀកទេលុះមកដល់ក៏ដាច់ចិត្តសុំគ្រូពេទ្យមើលត្រចៀកដែរហើយគ្រូពេទ្យថាឥឡូវមើលមួយហ្វ្រីមួយទៅអាណិតក៏មកពីឆ្ងាយផងដល់ពេលមើលទៅឃើញអាចត្រចៀកក្តាំងពោពេញទៅដោយផ្សិតក៏ដាច់ចិត្តព្យាបាលឲ្យតែម្ដងទៅពីព្រោះងាយបានជួបគ្នាប្រហែលទេព្រោះដីឆ្ងាយណាស់រាប់រយគីឡូដីអញ្ចឹងបានថាការដោះស្រាយបញ្ហាសុខភាពជាមួយប្រជាជនមិនមែនត្រូវការតែ IQ ទេត្រូវការ EQ ត្រូវការបត់បែនត្រូវការយល់ពីអ្នកជំងឺអានឹងគេហៅការសន្តោសយល់ចិត្តអាណិតអាសូរបើគ្នានៅឆ្ងាយគ្នាខ្វះខាតគ្នាមានការអៀនព្រៀនគ្នាមិនហ៊ានស៊ូនាំអញ្ចឹងយើងទៅរកវិធីសាស្ត្រដោះស្រាយសម្របសម្រួលជូនគាត់ឥឡូវយើងមកមើលការបូមសម្អាតអាចត្រចៀកដែលកកស្ទះដោយពពួកមេរោគផ្សិតនឹងម្ដងកន្លែងនេះត្រូវការយល់ចិត្តគ្នារវាងអ្នកជំងឺនិងគ្រូពេទ្យទៅដឹងថាអ្នកជំងឺគាត់ស្រាវគាត់មានអារម្មណ៍ feeling មួយគឺអត់សូវស្រួលទេនៅពេលដែលគ្រូពេទ្យដាក់អ្វីមួយចូលទៅក្នុងរន្ធត្រចៀករបស់អ្នកជំងឺព្រោះអ្នកជំងឺគាត់ខ្លាចវវមុតទៅជាគាត់ទៅអ្នកជំងឺខ្លះគ្រាន់តែដាក់ចូលភ្ញាក់កត្រាក់តែម្ដងអញ្ចឹងយើងរកវិធីសាស្ត្រយ៉ាងម៉េចដើម្បីឲ្យគាត់ទប់ខ្លួនឲ្យស្ងៀម